Bà số đấyនៅក្នុងវីដេអូមួយនេះបាទនៅក្នុងមេរៀនទី8ខ្ញុំលើកយកចំណោទលេខ7នៅទំព័រទី52បាទគេថាដីមួយកន្លែងមានរាងចតុកោណកែងទទឹងមានប្រវែង 12.5 ម៉ែត្រហើយផ្ទៃកន្លះស្មើនឹងផ្ទៃក្រឡាដីរាងការ៉េដែលមានជ្រុង 25 ម៉ែត្របាទគណនាបរិមាត្រដីរាងចតុកោណកែងបាទអញ្ចឹងកន្លែងនេះបងអានដល់យកចិត្តទុកដាក់ឲ្យពិចារណាបន្តិចណាទើបបានយល់គេប្រាប់ថាដីដែលមានរាងចតុកោណកែងហ្នឹងយើងស្គាល់ទទឹងស្មើនឹង 12.5 ម៉ែត្រចំណែកបណ្ដោយយើងអត់ស្គាល់ទេអញ្ចឹងខ្ញុំតាំងដោយអក្សរ x មកបាទប្រវែងបណ្ដោយនេះគេប្រាប់ថាផ្ទៃកន្លាដីរាងចតុកោណកែងនេះគឺវាស្មើនឹងផ្ទៃកន្លាដីរាងជាការ៉េដែលមានជ្រុង 25 ម៉ែត្រអញ្ចឹងដីរាងជាការ៉េមានជ្រុង 25 ម៉ែត្រតែបើយើងយករោគណនាផ្ទៃកន្លារបស់វាគឺវាមានតម្លៃស្មើនឹងផ្ទៃកន្លាដីដែលរាងចតុកោណកែងរបស់យើងនឹងឯងតែសំណួរគេសួររូបបរិមាត្រដីរាងចតុកោណកែងឥឡូវយើងបដោតលើសំណួររបស់យើងបរិមាត្រដីរាងចតុកោណកែងអញ្ចឹងតើរូបមន្តបរិមាត្រចតុកោណកែងយើងស្មើអីបងគឺយើងត្រូវយកបណ្ដោយបូកទទឹងហើយគុណនឹងប៉ុន្មានគុណនឹង2អញ្ចឹងវាបញ្ហាត្រង់ថាយើងស្គាល់ទទឹងតែបណ្ដោយយើងស្គាល់ហើយនៅទេមែនទេបងអញ្ចឹងយើងត្រូវទៅស្វែងរកប្រវែងបណ្ដោយរបស់ចតុកោណកែងមុនយើងឈានចូលទៅដល់ការរកបរិមាត្របាទអញ្ចឹងជំហានដំបូងគឺរកបាទប្រវែងបណ្ដោយចតុកោណកែងបាទអញ្ចឹងប្រវែងបណ្ដោយរបស់ចតុកោណកែងបាទគឺខ្ញុំតាំងដោយ x នេះនៅលើរូបហ្នឹងអញ្ចឹងដើម្បីរកប្រវែងបណ្ដោយរបស់ចតុកោណកែងគឺយើងយកសមត្ថកម្មដែលគេប្រាប់ពីខាងលើមកហ្នឹងគេថាផ្ទៃក្រឡាដីរាងចតុកោណកែងណាបាទផ្ទៃក្រឡាដីរាងចតុកោណកែងនេះវាស្មើនឹងផ្ទៃក្រឡាដីដែលមានរាងជាការ៉េដែលមានជ្រុង 25 ម៉ែត្រអញ្ចឹងមានន័យថាចេះមានន័យថាផ្ទៃក្រឡាដីរាងចតុកោណកែងគឺមានន័យថាយកបណ្ដោយគុណនឹងទទឹងអញ្ចឹងបណ្ដោយគុណនឹងទទឹងគឺយើងមាន 12.5 យកទៅគុណនឹងអីគេបងគុណនឹង x បាទ 12.5 នេះជាទទឹង x នេះជាប្រវែងបណ្ដោយរបស់អីគេចតុកោណកែងប៉ុន្តែផ្ទៃកន្លានោះគឺវាស្មើនឹងផ្ទៃក្រឡារបស់ការ៉េដែលមានជ្រុង 25 ម៉ែត្រអញ្ចឹងផ្ទៃកន្លារបស់ការ៉េដែលមានជ្រុង 25 ម៉ែត្រគឺមានន័យថាយក 25 គុណនឹង 25 បាទអញ្ចឹងតើយើងរក x ឃើញប៉ុន្មានតើនេះបងបាទអញ្ចឹងក្នុងកន្លែងនេះបាទ 12.5 គុណនឹង x ស្មើនឹង 25 គុណនឹង 25 អញ្ចឹងបើសិនយើងចង់បាន x អញ្ចឹងយើងត្រូវយក 12.5 នេះធ្វើអីយើងចែកណាបាទយើងចែកនឹង 12.5 ដើម្បីសល់ x អញ្ចឹងខាងនេះយើងចែកនឹង 12.5 ខាងនេះក៏យើងត្រូវយក 25 គុណនឹង 25 នេះចែកនឹង 12.5 ដូចគ្នាទើបយើងអាចរកឃើញណាថាតើ x យើងស្មើនឹងប៉ុន្មានអញ្ចឹងយើងត្រូវធ្វើប្រមាណទីទាំងអស់គ្នាបាទអញ្ចឹងជំហានដំបូងគឺខ្ញុំយក 25 គុណនឹង 25 សិន 25 គុណនឹង 25 បាទ 5 ដងបាន 25 ត្រាទុក 2 5 2 ដង 7 7នឹង 5 2 ដង 10 10នឹង 2 បាន 12 សំទោសបាទ 2 5 ដង 10 សរសេរលេខ 0 ត្រាទុក 1 2 2 ដង 4 4 មក 1 បាន 5 អញ្ចឹងយើងបាន 5 2 6 យើងបាន 625 អញ្ចឹងយើងយក 625 ទៅធ្វើប្រមាណទីចែកជាមួយនឹងបាទ 12.5 អញ្ចឹងដើម្បីចែកបានយើងលុបក្បៀសខាងនេះមួយខ្ទង់ថែម0ខាងនេះ1បាទអញ្ចឹងយើងកាត់ក្បៀស3ខ្ទង់បាទអញ្ចឹង625អានេះ125អញ្ចឹងខ្ញុំដាក់5 ដង 5 ដង 25 សរសេរលេខ 5 ត្រាទុក 2 5 2 ដង 10 10 នឹង 2 ដល់ 12 សេលេខ 2 ត្រាទុក 1 5 ដង 5 5 នឹង 1 6 បាទដកគ្នាមក 0 បាទ 0 អស់ហើយណាបាទអញ្ចឹងយើងតម្លាក់ 0 បាទចែកអត់កើតទេយើងដាក់ថែម 0 ខាងនេះមកយើងឃើញចម្លើយយើង 50 បាទអញ្ចឹងយើងរកឃើញ x មានប្រវែង 50 ម៉ែត្រណាបាទ
យើងបន្តសំណួររបស់យើងតទៀតសំណួររបស់យើងគឺគេឲ្យយើងគណនាបរិមាណដីរាងចតុកោណកែងអញ្ចឹងបន្ទាប់ពីយើងរកបណ្ដោយយើងស្គាល់ទទឹងហើយយើងអាចរកបរិមាណចតុកោណកែងបានហើយណាបាទរកបរិមាណដីរាងចតុកោណកែងបាទបរិមាណដីរាងចតុកោណកែងអញ្ចឹងយើងដឹងថារូបមន្តរូបបរិមាណចតុកោណកែងរបស់យើង P ស្មើនឹងបរិមាណបណ្ដោយបូកនឹងទទឹងគុណនឹង2អញ្ចឹងបណ្ដោយយើងស្គាល់ទេស្គាល់ទៅរកឃើញមិញគឺ50យកទៅបូកនឹងទទឹងរបស់យើងគឺ 12.5 ហើយយកទៅគុណនឹង2បាទអញ្ចឹងយើងធ្វើប្រមាណទីកន្លែងណាមុនយើងធ្វើប្រមាណទីបូកមុនណាបាទអញ្ចឹង50យកទៅបូកនឹង 12.5 បាទលេខហ្នឹងមិនបាច់ធ្វើប្រមាណទីក៏បូកចេញដែរណាស្រួលទេលេខកន្លែងនេះបាទអញ្ចឹងនេះបាទបូកមកបាន5បូកមកបាន2បាន6អញ្ចឹងយើងឃើញ 62.5 យើងយក 62.5 យកទៅគុណនឹង2បាទអញ្ចឹង2 5ដង10សរសេរលេខ0ត្រាទុក1 2 2ដង4 4មក1បាន5 2 6ដង10 2ក្រោយក្បៀស1លេខបាទអញ្ចឹងយើងឃើញ125ណាបាទអញ្ចឹងស្មើនឹង125ម៉ែត្របាទអញ្ចឹងដូចនេះយើងឆ្លើយថាបរិមាណចតុកោណកែងគឺ125ម៉ែត្របាទអរគុណច្រើន